ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់65គ្រួសារក្នុងស្រុករំដួលនិងស្រុកស្វាយជ្រុំនៅថ្ងៃទី2ខែឧសភាឆ្នាំ2025លោកជំទាវដួងវណ្ណាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងលោកជំទាវពៅសុភាពហេរញ្ញគណៈកម្មាធិការសាខានិងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី1ខែឧសភាឆ្នាំ2025នៅក្នុងស្រុករំដួលនៅឃុំជ្រុងពពេលកំពង់អំពិលមឿនជ័យនិងឃុំថ្នាធ្នង់49ខ្នងក្នុងស្រុកស្វាយជ្រុំក្នុងឃុំធ្លុកនិងឃុំអង្គតាសូ15ខ្នងសរុបចំនួន64ខ្នងធ្ងន់14ខ្នងមធ្យម50ខ្នងក្នុងឱកាសនោះលោកជំទាវដួងវណ្ណាបាននាំយកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងហើយសូមសម្ដែងនៅការសោកស្ដាយចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងបង្កដោយគ្រោះធម្មជាតិដែលនឹកស្មានមិនដល់ទន្ទឹមនេះសម្ដេចក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារត្រូវបិទទូរទស្សន៍ទូរស័ព្ទរកកន្លែងដែលមានសុវត្ថិភាពនៅពេលមានភ្លៀងធ្លាក់ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះឬខ្យល់កន្ត្រាក់ត្រូវមើលថែទាំកូនចៅឲ្យបានល្អជាពិសេសក្មេងៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹកត្រូវថែរក្សាសុខភាពនិងមានអនាម័យល្អក្នុងការរស់នៅហើយត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលនារដូវវស្សាឆ្នាំនេះឲ្យបានទាន់ពេលវេលាលោកជំទាវក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសម្បែងប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានសមរម្យឡើងវិញដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្តអំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសទឹកស៊ីអ៊ីវ6ដបត្រីខ10កំប៉ុងកន្ទេលជ័របត់1ឃីត1កញ្ចប់មានមុង1ភួយ1ក្រមា1សរង1ថវិកា 50000 រៀលដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែមកៅស៊ូតង់1ធុងទឹកជ័រ1ឆ្នាំងបាយឆ្នាំងសម្ល2ថវិកា 20000 រៀល